បាទសួស្តីទាំងអស់គ្នាចឹងថ្ងៃនេះយើងបន្តលំហាត់ទៀតលំហាត់នេះគឺគេសួរឲ្យយើងសរសេរ5តួដំបូងនៃ switch ដោយគេឲ្យជាតំណែងតួបែបនេះតម្រង់បែបនេះគេហៅថាតំណែងតួពីព្រោះមានតួនៃ switch ពីរបីតួនៅជាមួយគ្នាអញ្ចឹងគេហៅថាតំណែងតួអូខេអញ្ចឹងឥឡូវយើងចង់បាន5តួដំបូងមានចង់បាន A1 A2 A3 A4 A5 អញ្ចឹង A1 គេប្រាប់ហើយយើងទៅសេមក A1 គឺគេប្រាប់យើងហើយស្មើនឹង5ចុះ A2 A3 យើងរកធ្វើម៉េចអញ្ចឹងចំពោះ A ផ្សេងទៀតយើងរកបានដោយធ្វើការចំនួន n ដោយលេខណាមួយដែលពេលយើងចំនួនទៅធ្វើឲ្យយើងបាន A ដែលយើងត្រូវការជាមួយនឹង A ផ្សេងទៀតដែលយើងស្គាល់តម្លៃអញ្ចឹងយើងរកមើលថាតើចំនួន n ដោយលេខប៉ុន្មានដើម្បីឲ្យបាន A ដែលយើងត្រូវការឥឡូវយើងត្រូវការ A2 យើងរើនឹកមើលតើគួរចំនួន n ដោយលេខប៉ុន្មានអញ្ចឹងលោកគ្រូគិតឃើញថាបើយើងចំនួន n ដោយលេខ1បើ n ស្មើ1អញ្ចឹងចំនួនចូលទៅក្នុងកន្លែង n ហ្នឹងទៅយើងបានទៅជា1 + 1 ស្មើ2អញ្ចឹងទៅជា A2 ស្មើជាមួយនឹង3កន្លែង n នេះចំនួនដល់លេខ2លេខ1សំដៅព្រោះ n ស្មើ1អញ្ចឹងទៅជា 3A1 យកឲ្យ1តែអញ្ចឹងយើងឃើញថា A ដែលយើងបានទាំងពីរហ្នឹងគឺ A ដែលយើងត្រូវការជាមួយ A ដែលយើងស្គាល់ A1 យើងស្គាល់តម្លៃយើងអាចគណនាបានតទៀតអញ្ចឹងវាទៅជា3សំទោស A1 គឺស្មើជាមួយនឹង5អញ្ចឹងក៏យើងចំនួនដល់លេខ5ដក1ហើយកណនាមកអញ្ចឹងស្មើជាមួយនឹង14នៅពេលដែលយើងរកតួដំបូងឃើញហើយតួបន្តតិចគឺងាយទេយើងគ្រាន់តែចំនួន n បន្តមកយើងដាក់បើ n ស្មើ2អញ្ចឹងមកអញ្ចឹងវាទៅជាកន្លែងនេះទៅជា A2 + 1 3 A3 ឥឡូវនេះ n ចំនួនដល់លេខ2អញ្ចឹងទៅជា 3A2 បាទដក1នៅដដែលហើយយើងឃើញថា A3 គឺជា A ដែលយើងត្រូវការនិង A2 គឺយើងបានស្គាល់តម្លៃវាតាមរយៈការរើពីខាងលើ A2 14អញ្ចឹងវាទៅជា3A2 គឺ14ហើយយើងកណនាលេខហ្នឹងទៅអញ្ចឹង3× 14វា42អញ្ចឹង42អញ្ចឹង41ហើយអញ្ចឹងយើងចំនួន n បន្តទៀតមកបើ n ស្មើជាមួយនឹង3 n ស្មើ3ចំនួនទៅកន្លែង n នេះទៅជាលេខ3 + 1អញ្ចឹង A4 បាទហើយកន្លែង n នេះទៅជា3ព្រោះ n ស្មើ3អញ្ចឹង 3A3 ហើយ A3 គឺយើងស្គាល់ហើយគឺរើពីខាងលើមកហ្នឹងគឺស្មើជាមួយនឹង41អញ្ចឹងនេះ40× 3វា120អញ្ចឹង123 122បាទហើយតទៅទៀតn មួយទៀតមកបើ n ស្មើ4អញ្ចឹងវាទៅជា A5 ព្រោះ4 + 1ចេញ5ហើយ3A4 ព្រោះ n ស្មើ4A4 យើងគឺស្មើ122យើងរកពីសំណួរមុននេះអញ្ចឹងវាទៅជា3គុណឲ្យ122ដក1អញ្ចឹង300បាទជិះយើងបាន365អញ្ចឹងយើងឃើញថាយើងបាន5តួដំបូងហ្នឹងគ្រប់ហើយអញ្ចឹងយើងសរសេរមក5តួដំបូងគឺ
A1 5 A2 14 A3 41 A4 122 A5 365 បាទអញ្ចឹងនេះគឺចម្លើយសម្រាប់សំណួរកចេះយើងទៅមើលឧទាហរណ៍សម្រាប់សំណួរខមួយទៀតគឺយើងរក5តួអញ្ចឹងដូចគ្នាឥឡូវគេស្គាល់ A1 ហើយគេស្គាល់យើងស្គាល់ A1 ហើយយើងដាក់មក A1 ស្មើជាមួយនឹង3អូខេអញ្ចឹងយើងចង់បាន A បន្តទៀតអញ្ចឹងយើងធ្វើការចំនួន n ដោយលេខណាមួយដើម្បីឲ្យបាន A ដែលយើងត្រូវការជាមួយនឹង A ផ្សេងទៀតដែលវាយើងស្គាល់តម្លៃឥឡូវបើយើងចំនួន n ដល់លេខ1អញ្ចឹងកន្លែងនេះវាមិនទៅជា A1 ហើយទៅជា A0 បាទអញ្ចឹងវាអត់បានអ្វីដែលយើងត្រូវការទេបើយើងចំនួន n លេខ2ឡើងទៅជា A2 អញ្ចឹងឡើងនេះទៅជា 2.1 A1 អញ្ចឹងយើងឃើញថាបាន A2 ដែលយើងត្រូវការហើយ A1 នោះគឺយើងស្គាល់តម្លៃរួចហើយអញ្ចឹងយើងចំនួន n ដល់លេខ2យើងថាបើ n ស្មើជាមួយនឹង2ចេះចំនួនទៅអញ្ចឹងយើងបានn ទៅជាលេខ2 A2 អានេះ2ដកជាមួយនឹង2ដក1 1 A1 ហើយ A1 យើងស្គាល់តម្លៃហើយគឺ3អញ្ចឹង2ដកឲ្យ3អញ្ចឹងស្មើជាមួយនឹងដក1ដេញបន្តទៀតមកបើ n ស្មើ3អញ្ចឹងបើ n ស្មើ3យើងចំនួន n ដល់លេខ3អញ្ចឹងឡើងទៅជា A3 ហើយចំនួន n ដល់លេខ3ឡើងទៅជា A3 ដក1ជា A2 អញ្ចឹង2ដកជាមួយនឹង A2 ហើយ A2 គឺយើងបានរកតម្លៃឃើញមិញហ្នឹងគឺដក1អញ្ចឹងទៅជា2ដកឲ្យដក1អញ្ចឹងស្មើជាមួយនឹង3វិញបើ n ស្មើ4អញ្ចឹងនាំមកយើងបានឥឡូវ n នេះទៅជាលេខ4អញ្ចឹង A4 2ដកឲ្យកន្លែងនេះ n ទៅជាលេខ4 4ដក1 3អញ្ចឹង A3 ហើយ A3 យើងស្គាល់មិញហ្នឹងគឺស្មើ3អញ្ចឹង2ដកឲ្យ3អញ្ចឹងស្មើ1ដក1អូខេតទៅមករហូតដល់បានគ្រប់តាមដែលយើងត្រូវការទៅ n ស្មើ5ចេះយើងបាន A5 បានចំនួនដល់លេខ5ស្មើជាមួយនឹង2ដកឲ្យ n ចំនួន5 5ដក1 4 A4 ហើយ A4 យើងស្គាល់តម្លៃមិញហើយគឺដក1អញ្ចឹង2ដកឲ្យដក1អញ្ចឹងស្មើជាមួយនឹង3អញ្ចឹង5តួដំបូងគឺយើងបានគ្រប់ហើយគឺ3តួទី1 A1 3 A2 ដក1 A3 3 A4 ដក1ហើយនឹង A5 3ទៀតអូខេឧទាហរណ៍មួយទៀតលំហាត់កើអញ្ចឹងយើងចង់បាន5តួដំបូងដដែលហើយយើងស្គាល់គេប្រាប់យើង A1 ស្មើ0 A2 ស្មើជាមួយនឹង3អញ្ចឹងគេប្រាប់2តួនេះនៅសល់តែ3តួទៀតហើយវិធីធ្វើគឺយើងធ្វើដដែលយើងចំនួន n ដោយលេខណាមួយដើម្បីឲ្យយើងបាន A ដែលយើងត្រូវការឧទាហរណ៍យើងចង់ទៅ A3 យើងត្រូវចំនួនមិនឲ្យវាចេញ A3 នៅក្នុងហ្នឹងហើយ A ផ្សេងទៀតគឺត្រូវតែជា A ដែលយើងស្គាល់អាចជា A1 ឬ A2 អញ្ចឹងទៅឃើញអញ្ចឹងឥឡូវបើយើងចំនួន n ដោយលេខ1យើងឃើញថាយើងបាន A3 ឡើងនេះទៅជា A2 ឡើងនេះទៅជា A1 អូខេអញ្ចឹងគឺបានដូចអ្វីដែលយើងចង់បានហើយអញ្ចឹងយើងចំនួនតែម្ដងអញ្ចឹងគឺបើ n ស្មើ1អញ្ចឹងយើងនឹងបានកន្លែងនេះទៅជា1 + 2 A3 កន្លែងនេះទៅជា1 + 1 A2 ដក2
lại ní chấm nụ ăn đầy muối thì chỉ a mùi tao mà tiết dương cái này đầm lại của to mắt để xa a pí cứ mà bấy dương bàn score pi a muối chẳng a muối mà xấuហើយយើងកណនាលេខនឹងទៅចឹងយើងបានa 3ស្មើជាមួយនឹង3បាទហើយតមកទៀតដេញទៅបើ n ស្មើ2ម្ដងទៅអញ្ចឹងចំនួន n លេខ2អញ្ចឹងទៅនេះជា a4 ស្មើជាមួយនឹងហើយនេះ2 + 1 3 a3 ហើយឡើយនេះទៅជាចំនួន n លេខ2ទៅជា a2 បាទចំនួនតម្លៃមកអញ្ចឹង a4 ស្មើជាមួយនឹង a3 យើង3ដកជាមួយនឹង2 a2 យើងគឺស្មើ3ដែរបាទកណនាទៅចេញស្មើនឹងដក3ចំនួនបន្តទៀតបើ n ស្មើ3អញ្ចឹងយើងបានទៅជា a ចំនួន n លេខ3អានេះ3 + 2 5 a5 ចំនួន n លេខ3អានេះទៅជា3 + 1 4 a4 ឡើយនេះ2 a ចំនួន n លេខ3 a3 ហើយ a4 a3 យើងស្គាល់ហើយអញ្ចឹងយើងបាន a5 ស្មើជាមួយនឹងa4 ដក3 a3 គឺ3បាទកណនាលេខហ្នឹងទៅចឹងទៅស្មើនឹងដក9ចឹងយើងបានគ្រប់ហើយ5តួដំបូងចឹងយើងបាន5តួដំបូងគឺបាទអញ្ចឹងគឺ0នេះតួទី1យើង0តួទី2យើង3តួទី3យើង a3 ស្មើ3តួទី4យើង a4 ស្មើដក3តួទី5យើងគឺដក9អញ្ចឹង5តួដំបូងនេះគ្រប់ហើយបាទ